ភាពខុសគ្នារវាងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារនិងប្រាក់បំណាច់អតីតភាពការងារប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឬ severance pay ត្រូវអនុវត្តទៅលើកិច្ចសន្យាការងារមានត្រវេលាកំណត់ឬ FDC តែប៉ុណ្ណោះប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារត្រូវទូទាត់នៅពេលកិច្ចសន្យាការងារ FDC ដល់ការកំណត់ឬត្រូវបានរំលាយដោយសារមូលហេតុរបស់នយោជកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារត្រូវមានចំនួនយ៉ាងតិចស្មើនឹង 5% នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើកក្នុងរយៈពេលនៃកិច្ចសន្យាចំណែកឯប្រាក់បំណាច់អតីតភាពការងារឬ seniority pay ត្រូវអនុវត្តលើកិច្ចសន្យាការងារមានត្រវេលាមិនកំណត់ឬ UDC ប្រាក់បំណាច់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំចំនួន15ថ្ងៃក្នុងមួយឆ្នាំប្រាក់បំណាច់នេះត្រូវបើកជូនកម្មករនិយោជិត2ដងក្នុងមួយឆ្នាំចំនួន7ថ្ងៃកន្លះនៅខែមិថុនានៃឆ្នាំនីមួយៗនិងចំនួន7ថ្ងៃកន្លះទៀតនៅខែធ្នូនៃឆ្នាំនីមួយៗ